ខេអញ្ចឹងខ្ញុំនឹងចុច enter អញ្ចឹងនៅពេលដែលយើងចុច enter ទៅគឺទឹកប្រាក់ដែលវាបូកគឺបូកតែសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើការចែករំលែកអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់នៅ Microsoft Excel ម្ដងហើយថ្ងៃនេះខ្ញុំលើកយករូបមន្តមួយដែលមានឈ្មោះថា Sum Product អ្នកទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំមានតារាងចំនួន2ទី1គឺខាងនេះគឺឈ្មោះតំណែងហើយនឹងចំនួនហើយចំពោះខាងនេះគឺការកណនាអញ្ចឹងក្នុងនេះគឺខ្ញុំកណនាឲ្យវាកំណត់យកតែធំទេដោយសារតែក្នុងកន្លងខាងនេះគឺយើងមានធំហើយនឹងមានតូចអញ្ចឹងខ្ញុំត្រូវការបូកចំនួនធំនោះគឺតើវាសរុបទាំងអស់មានប្រមាណសម្រាប់តែអាធំណាអញ្ចឹងយើងទៅសេមួយដែលមានឈ្មោះថា Sum Product អូខេអញ្ចឹងខ្ញុំដាក់ស្មើ Sum Product អ្នកនរនេះសរសេរមក Sum Product ហើយយើងបើកមុខកញ្ចក់មកអូខេអញ្ចឹងយើង select ទៅលើឈ្មោះតំណែងរបស់យើងទាំងអស់ហ្នឹងមកបាទបន្តមកទៀតអ្នកទាំងអស់គ្នាសរសេរពាក្យថាស្មើហើយអ្នកទាំងអស់គ្នាជ្រើសរើសយកពាក្យនេះចុចលើនេះមកហ្នឹងហើយអញ្ចឹងគឺឲ្យមុខតំណែងទាំងអស់នេះគឺស្មើចំនួនអីគេឈ្មោះតំណែងណាយើងបូកជាមួយអាណាស្រាបៀអញ្ចឹងយើងដាក់ស្មើឈ្មោះតំណែងមកហើយយើងធ្វើការបិទវាមកវិញហើយខ្ញុំដាក់គុណយើងដាក់ផ្កាយមួយហើយយើងបើកមុខកញ្ចក់មកវិញអញ្ចឹងយើងទៅselect ទៅលើຂະຫນាតរបស់វាទាំងអស់ហើយយើងដាក់ពាក្យថាស្មើហើយយើងដាក់ថាធំហ្នឹងហើយបន្តមកទៀតយើងធ្វើការបិទវាមកវិញហើយយើងដាក់គុណទៀតគុណអីគេអ្នកនរគ្នាគឺគុណចំនួននឹងទឹកប្រាក់នេះទឹកប្រាក់ណាបាទយើងទឹកប្រាក់យើង select ទាំងអស់ចឹងមកហើយយើងធ្វើការបិទមុខកញ្ចក់មកវិញអូខេអញ្ចឹងខ្ញុំអានេះខ្ញុំដាក់មុខកញ្ចក់មួយទៀតបាទឲ្យវាស្មើគ្នាអូខេអញ្ចឹងខ្ញុំនឹងចុច enter អញ្ចឹងនៅពេលដែលយើងចុច enter ទៅគឺទឹកប្រាក់ដែលវាបូកគឺបូកតែចំនួនដែលប្រអប់ធំនេះទាំងអស់គ្នាអញ្ចឹងណាចុះលទ្ធផលប្រអប់ធំទាំងអស់មានប៉ុន្មាន1 2 3 4អញ្ចឹង4ហ្នឹងបូកសរុបទាំងអស់ចូលគ្នាទៅឃើញប៉ុន្មានដែរអ្នកនរគ្នាអញ្ចឹងចម្លើយគឺ$4,580អូខេនេះគឺជាកន្លឹះក្នុងការកណនានៅមុខតំណែងដែលយើងគិតតែធំតូចចុះបើខ្ញុំដូរពាក្យតូចធំហ្នឹងគឺដាក់ពាក្យតូចវិញតូចខ្ញុំដាក់តូចវិញហើយចុច enter អញ្ចឹងតំណែងដែលមានដែលតូចនេះបូកសរុបចូលគ្នាទាំងអស់គឺឃើញចំនួន$3,000បាទ$3,000គឺគិតទៅលើអីគេនេះស្រាបៀឯងអញ្ចឹងស្រាបៀមានតែមួយទេតូចហ្នឹងហើយអូខេហ្នឹងហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នាទៀតនៅវីដេអូក្រោយសូមអ្នកទាំងអស់គ្នាជួយចែករំលែកនៅវីដេអូទាំងអស់នេះផងដើម្បីជាចំណេះដឹងថ្មីទៅកាន់អ្នកដទៃទៀតផងដែរអរគុណច្រើនជម្រាបលាបាយបាយ